មនុស្សខ្លះនៅពេលដែលយើងធ្វើល្អជាមួយច្រើនពេកគេបែរជាគិតថាយើងជាមនុស្សមិនល្អគេបែរជាគិតថាយើងនឹងធ្វើល្អជាមួយនឹងគេចង់បានអ្វីមួយពីគេឬមានគំនិតមិនល្អជាមួយគេទាំងដែលយើងធ្វើល្អជាមួយគេដោយការអាណិតស្រឡាញ់ដោយការរាប់អានដោយចេញពីមនោសញ្ចេតនានៃការទំនាក់ទំនងពិតប្រាកដប៉ុន្តែគេគិតថាយើងជាមនុស្សអាក្រក់ទៅវិញដូច្នេះចូលប្រុងប្រយ័ត្នចំពោះមនុស្សប្រភេទនេះមនុស្សប្រភេទនេះគេមករកយើងនៅពេលដែលគេមានទុក្ខលំបាកនៅពេលដែលគេមានបញ្ហាប៉ុន្តែរួចពីនោះយើងជួយដោះស្រាយគេយើងជួយគេយើងយកអាសារគេយូរទៅនៅពេលដែលគេធូរធាននៅពេលដែលគេធូរស្រាលគេបែរជាគិតអាក្រក់មកលើយើងទៅវិញថាយើងនឹងជាមនុស្សមិនល្អទៅវិញអញ្ចឹងបើមិត្តភ័ក្តិឬដៃគូទំនាក់ទំនងមិនបាច់តាក់ទងទៀតទេផ្ដាច់ចោលទៅនៅលើโลกនេះមនុស្សដែលសមនឹងទទួលបានរបស់ដែលល្អល្អដូចជាអំពើល្អដូចជាការស្រឡាញ់ដូចជាការជួយពីយើងគឺត្រូវតែឲ្យមនុស្សដែលសមនឹងទទួលបានយើងមិនត្រូវឲ្យមនុស្សដែលមិនឲ្យតម្លៃយើងទេមនុស្សខ្លះយើងជួយហើយបែរជាចោទយើងថាជាមនុស្សអត់តម្លៃទៅវិញអញ្ចឹងរឿងខ្លះយើងជួយគេយើងអត់បានតម្លៃទេយើងគ្មានតម្លៃទេប៉ុន្តែយើងជួយគេដោយចិត្តស្មោះប៉ុន្តែពេលដែលយើងទៅជួយគេយើងខ្លាចទៅជាមនុស្សថោកទាបទៅវិញអញ្ចឹងអំពើល្អយើងឲ្យនៅមនុស្សដែលសមនឹងទទួលបានមិនមែនឲ្យគ្រប់មនុស្សទេយើងត្រូវចេះមើលមនុស្ស